Ok, sau đây nè, ngọc khen ngày nay mình một vơi chi một pet cocktail một mục tiết chưa nè, ngọc khen mới tệ tôn tôi đừng cocktail nắng cái chúng ta chi một pet capiroska, hay xem cocktail này miền xỉa tầm một cái hay sru là xem kia dương để trong trái phơ rồi có bông bông để trong trái phơ, anh mơ video này bàn dương miền chi một pet vodka, dương miền brown sugar, dương phải chi một pet lem dương anh phải chi một pet cái hao tha lem sủa trứng bán, hai mũi tiết dương phải chi một pet rock lá ឬមួយក៏ whisky កន្លះអូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលប្រភេទស្រា cocktail មួយមុខនេះដែលគេឲ្យឈ្មោះថាជាប្រភេទ Capiroska អូខេអញ្ចឹងយើងចាប់ផ្ដើមសម្រាប់ Capiroska យើងនឹងចាប់ផ្ដើមធ្វើយើងប្រើជាប្រភេទ lem juice អូខេអូខេអញ្ចឹងយើងដាក់ lem មួយជាហៀងមកបើសិនជាគ្នាយើងចង់ឲ្យរៀងជូរឬមួយក៏លក្ខណៈថាវារៀងមានរសជាតិក្រូចឆ្មាដិតជាងហ្នឹងយើងអាចដាក់មួយក៏បានដែរតែក៏មួយវារៀងជូរពេកអញ្ចឹងយើងដាក់ brown sugar មួយ scoop កន្លះយើងប្រើជាមួយនឹងម៉ាត់លើយើងចាក់ស្រាចូលហើយចាំម៉ាត់ក៏បានឬមួយក៏យើងម៉ាត់វាឲ្យក៏បានដែរដោយសារបើយើងចាក់ស្រាចូលយើងអាចវានឹងអាចក្លោអញ្ចឹងអូខេបន្តមកទៀតយើងប្រើប្រភេទ vodka យើងប្រើ60អូខេអញ្ចឹងសម្រាប់ប្រភេទ Capiroska តែប៉ុណ្្នឹងហើយយើងប្រើទៅអូខេអញ្ចឹងតាប្រភេទ Capiroska តែប៉ុណ្្នឹងហើយអូខេអញ្ចឹងសម្រាប់គ្នាយើងដែលចង់ចេះឬមួយក៏ចង់ដឹងយើងអាចមើលវីដេអូនេះបានហើយសម្រាប់ប្រភេទ Capiroska គឺវាមានរសជាតិឆ្ងាញ់តើតោងនឹងប្រភេទនេះនិយាយរួមទៅវាមានលក្ខណៈថាវាមានរសជាតិតើតោងទៅនឹងក្រូចឆ្មាជាមួយនឹង brown sugar ហើយនឹងប្រភេទ vodka ជាមួយនឹង vodka ពេលដែលយើងដាក់ brown sugar ទៅវាចាប់គ្នា